វីដេអូនេះគឺផ្ដាំទៅមនុស្សប្រុសដែលមានទំនួលខុសត្រូវហើយជាមនុស្សប្រុសដែលមានភក្ដីភាពចំពោះប្រពន្ធពិតប្រាកដហើយខ្ញុំសម្រេចចិត្តផ្សារភ្ជាប់ជាមួយនឹងវីដេអូនេះគឺមិនអត់មានមូលហេតុទេតិចទៀតខ្ញុំនឹងបញ្យល់តើគ្នាស្ដាប់បដាយើងមើលពីចំណៃផ្នែកបដាណាស្រីៗគ្នាយើងតាមពិតវីដេអូដែលដើរទិញមាសទិញពេជ្រនេះមិនជាវីដេអូថ្មីសម្រាប់ខ្ញុំទេតែគ្រាន់តែថាខ្ញុំចង់ឆ្លៀតចែករំលែកអំពីការលើកទឹកចិត្តលើសមត្ថភាពរបស់ស្ត្រីនិងភក្ដីភាពដែលប្តីមានចំពោះប្រពន្ធអញ្ចឹងទាំងអស់គ្នាអាចមើលខ្ញុំជាគំរូបានឧទាហរណ៍ថានៅក្នុងមួយថ្ងៃដូចថ្ងៃនេះអញ្ចឹងតើគ្នាជឿថារយៈពេលត្រឹមតែ2ថ្ងៃខ្ញុំទិញមាសអស់ជាង$1 លានបើធៀបទៅនឹងទំហំទឹកលុយអាចនិយាយថាច្រើនគួរសមដែរតែពេលខ្លះដែលខ្ញុំចាយលុយវាមិនមែនតែម្ដងទេគឺយូរឆ្នាំមកហើយដែលខ្ញុំពិសោធន៍ទឹកចិត្តរបស់ប្តីរបស់ខ្ញុំហើយខ្ញុំលើកមកចងក្រងក្នុងវីដេអូនេះមនុស្សប្រុសខ្លះអាចនឹងគិតថាការដែលយើងធ្វើទាំងអស់នេះវាជារឿងដែលខ្ជះខ្ជាយឬក៏អ្នកខ្លះមើលមកថាទិញអីក៏ច្រើនម៉េចវាមិនចាំបាច់ទេអ្វីដែលចាំបាច់គឺជាគោលអ្វីដែលចាំបាច់ហ្នឹងធ្វើមិនឲ្យមានលុយនៅក្នុងដៃពេលដែលប្រពន្ធទិញនេះទិញនោះអញ្ចឹងទៅល្អហើយគិតថាប្រពន្ធចាយមិនចេះគិតតែខ្ញុំសូមផ្ដាំទៅវិញថាមនុស្សស្រីនៅក្នុងโลกនេះស្ទើរតែ99ចុចហើយអត់មានអ្នកណាគេដែលគិតខ្លួនឯងមុនគ្រួសារនោះទេបើសិនជាគាត់មានគ្រួសារអញ្ចឹងពេលដែលគាត់សម្រេចចិត្តទិញអីមួយគឺគាត់តែងតែប៉ាន់ស្មានលៃលោកជាមួយនឹងសមត្ថភាពរបស់ខ្លួនឯងតើខ្លួនឯងស័ក្តិសមជាមួយនឹងការពាក់វាឬក៏អត់អញ្ចឹងហើយអត់ចាំបាច់ប្តីល្អូងើឬក៏បដៅណែនាំក៏ប្តីខ្លះដល់ថ្នាក់ជេរបតិចទៀតក៏មានដែរត្រូវចាំថាមនុស្សស្រីសម័យនេះអត់ដូចសម័យពីមុនទេគាត់ចេញធ្វើការរកលុយដើម្បីឲ្យមានបានរីកចម្រើនទាំងអស់គ្នាហើយត្រូវចាំថាស្ត្រីគឺគាត់ជាអ្នកពោពោះបង្កើតកូនឲ្យមនុស្សប្រុសអាចនិយាយថាពេលខ្លះគឺបន្ថយនឹងជីវិតដើម្បីបង្កើតក្រុមគ្រួសារមួយដែលពេញលេញហើយកក់ក្ដៅអញ្ចឹងហើយការដែលយើងលើកទឹកចិត្តប្រពន្ធរបស់យើងឬក៏ពេលខ្លះយើងធ្វើអន់ជាមួយនឹងប្រពន្ធរបស់យើងវាអត់មានអីខុសទេហើយខុសអត់មានអីត្រូវថោកទាបដែរបើសិនប្រពន្ធយើងគឺជាមនុស្សដែលខំប្រឹងប្រែងជាមនុស្សដែលមានសមត្ថភាពគឺគាត់ស័ក្តិសមនឹងទទួលបានការលើកទឹកចិត្តហើយនឹងការចាយវាយប្រកបទៅដោយក្តីសុខព្រោះថាជីវិតមនុស្សយើងម្នាក់ខ្លីណាស់អញ្ចឹងហើយយើងត្រូវគិតថាគោលដៅរបស់បុរសដែលមានភក្ដីភាពចំពោះប្រពន្ធពិតប្រាកដគឺធ្វើយ៉ាងណាឲ្យប្រពន្ធខ្លួនឯងខ្លាយទៅជាមនុស្សស្រីដែលលេចធ្លោសុខចិត្តធ្វើឲ្យគេលួចចំណែធ្វើឲ្យគេលួចតាសាប្រពន្ធរបស់យើងប្រសើរជាងឲ្យប្រពន្ធរបស់យើងទៅលួចតូចចិត្តនៅពេលដែលឃើញសកម្មភាពរបស់ប្តីគេល្អដាក់ប្រពន្ធគេប្រសើរជាងឲ្យប្រពន្ធយើងដេកយំដោយសារតែការប្រៀបធៀបជីវិតខ្លួនឯងនិងជីវិតអ្នកដទៃរស់នៅក្នុងគ្រួសារមួយមិនចាំបាច់តតែមានលើសអ្នកណាមិនចាំបាច់តតែមានទ្រព្យមហាសាលទៅនិយាយថាខ្លួនឯងមានក្តីសុខទេសំខាន់ប្តីប្រពន្ធចេះយល់ពីគ្នាស្គាល់ពីកម្រិតនិងការចាយវាយដើម្បីទិញក្តីសុខរបស់យើងអាហ្នឹងគឺវាពន់ពេកចៃសម្រាប់ប្តីរបស់ខ្ញុំខ្ញុំនិយាយចំណុចមួយគោលដៅរបស់គាត់នៅពេលដែលគាត់រកលុយបានគាត់តែងតែសួរថាក្តីសម័យរបស់ខ្ញុំចង់បានអីពេលខ្លះគាត់ស្ងៀមអត់មាត់ប៉ុន្តែគាត់ព្យាយាមយល់ពីយើងថាយើងស្រឡាញ់អីនិយាយពីអីចង់ទិញអីអញ្ចឹងណាបងប្អូនគ្នាហើយគាត់ទៅព្យាយាមរករបស់ហ្នឹងមកឲ្យខ្ញុំជួនកាលពេលខ្លះចំណូលរបស់គាត់រត់បានខែហ្នឹងខែក្រោយមួយទៀតគឺគាត់រកគ្រប់វិធីដើម្បីសម្រេចគោលដៅឲ្យប្រពន្ធរបស់គាត់ហើយគាត់តែងតែទន្ទិញថាយើងបដូរសាច់ស្រស់ឈាមស្រស់សឹងថាបដូរជីវិតដើម្បីបង្កើតកូនឲ្យគាត់យើងស្មោះត្រង់ចំពោះគាត់យើងឲ្យតម្លៃប្តីនិយាយចំវាដូចជាការដឹងគុណមួយដែលគាត់តែងតែនិយាយមកកាន់ប្រពន្ធអញ្ចឹងណាហើយគាត់នៅតែនិយាយថាចំពោះប្រពន្ធគាត់មួយ3ក្រាបលូនឬក៏ធ្វើអន់មួយជាគឺសម្រាប់ប្រពន្ធគាត់អត់មានពាក្យថាថោកទេពីព្រោះគាត់និយាយថាគាត់មិនមែនបានទៅអោនលំទោធ្វើអន់ធ្វើចាញ់ទៅកាន់មនុស្សគ្រប់គ្នាទេគឺគាត់ធ្វើសម្រាប់តែប្រពន្ធរបស់គាត់ឬក៏ធ្វើចាញ់ធ្វើអន់សម្រាប់ម្ដាយចំណុចហ្នឹងអត់អាចនិយាយថាគាត់គឺជាមនុស្សប្រុសដែលអន់ឬក៏គ្មានម្ចាស់ការបានទេគេហៅមនុស្សប្រុសដែលស្គាល់ពីតម្លៃរបស់ប្រពន្ធមនុស្សប្រុសដែលមានទំនួលខុសត្រូវនិងមនុស្សប្រុសដែលលះបង់ចំពោះគ្រួសារគ្រួសារម្នាក់ខុសគ្នាវាមិនអាចថា perfect ដូចដែលយើងប្រាថ្នាចង់បានគ្រប់គ្នាទេហើយគ្រាន់តែថាបើយើងព្យាយាមកែប្រែឲ្យទៅជាជីវិតគ្រួសារដែលសមប្រកបគឺយើងរស់នៅមានន័យបំផុតហើយចំពោះខ្ញុំហ៊ានរាប់តែខ្លួនឯងជាមនុស្សស្រីដែលមានសំណាងហើយសំណាងលើសពីអ្វីដែលខ្ញុំរំពឹងទុកលើសពីអនាគតដែលខ្ញុំមើលឃើញខ្ញុំមានប្តីល្អដែលមើលថែស្រឡាញ់ថ្នាក់ថ្នមចិត្តសូម្បីតែសម្ដីធំក៏មិនដែលហ៊ាននិយាយដាក់ជាមនុស្សប្រុសពេញលក្ខណៈមានទាំងរូបសម្បត្តិហើយមានសមត្ថភាពរលុយប៉ុន្តែអត់មើងងាយប្រពន្ធហើយចំពោះយើងជាមនុស្សស្រីទោះបីមានសមត្ថភាពរលុយឬក៏ពេលខ្លះយើងរលុយបានច្រើនជាងប្តីហើយក៏យើងត្រូវយល់ដឹងពីការរក្សាតម្លៃប្តីដូចគ្នាចឹងហើយក្រុមគ្រួសាររបស់យើងគឺមើលទៅស្មើដៃគ្នាមានតែគោលដៅរួមទេគឺធ្វើយ៉ាងណាកសាងគ្រួសារមួយដែលរស់នៅពោពេញទៅដោយការហូបចុកគ្រប់គ្រាន់មានទ្រព្យសម្បត្តិ
ហើយនឹងពោពេញទៅដោយកិត្តិយសប្តីក្មេងប្តីចាស់មិនសំខាន់គឺប្តីល្អ